បើក្បាលវីដេអូមកដំបូងខ្ញុំចង់ shout out ទៅបងចៃគាត់គាត់បាន invite ខ្ញុំទៅមើលរឿង project Hall Marie ហ្នឹងក៏ប៉ុន្តែជាអកុសលដោយសាររោងគាត់ប្រមូលខ្ញុំទៅហ្នឹងគឺនៅភ្នំពេញហើយខ្ញុំអ្នកនៅសៀមរាបតែកើតហើយអញ្ចឹងទៅវា sad ខ្លាំងមែនទែនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ខ្ញុំបានទិញសំបុត្រចូលមើលរឿងនឹងខ្លួនឯងដែរហើយខ្ញុំគិតថាវាគឺជាជំរើសដ៏ល្អបំផុតដែលខ្ញុំបានធ្វើខ្ញុំនិយាយមែនរឿងណាក៏ដោយដែលតាក់ទងជាមួយនឹងបែបវិទ្យាសាស្ត្រហ្នឹងគឺត្រូវគ្នាជាមួយខ្ញុំខ្លាំងមែនទែនជាពិសេសគឺអារឿងប្រភេទបែបរករកទីអវកាសអញ្ចឹងដល់និយាយរឿងវិទ្យាសាស្ត្រអ្នកទាំងគ្នាមានឆ្ងល់ថាតើចក្រវាឡយើងរាល់ថ្ងៃហ្នឹងកើតឡើងមកពីណាការអ្នកវិទ្យាសាស្ត្រគេនិយាយថាកាលពីប្រហែលពាន់លានឆ្នាំមុនហ្នឹងមានបន្ទុះ Big Bang មួយបានផ្ទុះឡើងហើយវាបង្កើតបានជា Nebula តមក Nebula ហ្នឹងក៏បានរួមបញ្ចូលគ្នាខ្ល้ายទៅជាភពហើយនឹងផ្កាយអីផ្សេងៗអញ្ចឹងទៅក៏ប៉ុន្តែមុនពេលដែលមានបន្ទុះ Big Bang ហ្នឹងកើតឡើងទៀតតើមានអ្វីដែលរុញឲ្យជំរុញឲ្យមានបន្ទុះ Big Bang ហ្នឹងកើតឡើងធម្មតាភាពទទេគឺវាទទេស្អាតហើយមែនអត់មានរបស់ណាដែលអាចកើតឡើងចេញពីភាពទទេបានទេដើម្បីផលិតអ្វីមួយគឺយើងត្រូវការវត្ថុធាតុដើមដើម្បីយកទៅផលិតរបស់ហ្នឹងក៏ប៉ុន្តែមិនបានលើសសុកមានបន្ទុះ Big Bang តើណាគេអ្នកបង្កើតវាឬមួយក៏វាមានស្រាប់ហើយឬមួយក៏មិនចុះបើសិនជាវាមានស្រាប់ហើយចុះណាគេអ្នកបង្កើតវាចុយខ្ញុំចូលចិត្តទៅអង្គុយស្ដាប់គេនិយាយអំពីទ្រឹស្ដីអញ្ចឹងខ្លាំងមែនទែន Channel 2ដែលខ្ញុំតាមដានរហូតមកដល់រាល់ថ្ងៃហ្នឹងគឺយក perspective ហើយនិង random talk វត្ថុមួយនៅក្នុងចក្រវាឡនេះដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺ black hole ដោយសារតែវាគឺអាចកំបាំងខ្លាំងមែនទែនយើងអត់ដឹងថានៅក្នុងហ្នឹងមានអីហើយអ្នកខ្លះគេនិយាយថានៅពេលដែលយើងចូលទៅក្នុង black hole ហ្នឹងទៅវាអាចជួយឲ្យយើងកែប្រែពេលវេលាបានដោយសារយើងបានឃើញហើយនៅក្នុងរឿង Interstellar នៅពេលដែលតួឯកយើងចូលទៅក្នុង black hole ហ្នឹងយើងចូលទៅក្នុងវិមានទី4ដែលអាចកែប្រែពេលវេលាដូចជាមិនមែនកែប្រែពេលវេលាវាអាចធ្វើអីឲ្យប៉ះពាល់ដល់ពេលវេលាផ្សេងៗបានហើយខ្ញុំមិនដឹងថាទ្រឹស្ដីហ្នឹងប៉ិតឬមួយក៏អត់ទេដោយសារតែបានសាកហើយទំនាញរបស់ black hole ហ្នឹងវាខ្លាំងយកតែមែនតែបើស្បីតែពលឺក៏អត់អាចរត់ចេញពីវាបានដែរពលឺអីហ្នឹងវាស្រូបយកចូលទាំងអស់ប្រហែលដល់ពេលអញ្ចឹងទៅវាបង្កើតបានជាចម្ងល់មួយទៀតប្រហែលអញ្ចឹងមានន័យថាអ្វីគ្រប់យ៉ាងនៅក្នុងចក្រវាឡហ្នឹងវាមាន molecule ទាំងអស់ស្បីតែពលឺក៏វាមាន molecule ដូចគ្នាចុះភាពងងឹតវាមាន molecule អត់ទេឥឡូវនិយាយទ្រឹស្ដីវិទ្យាសាស្ត្រតែប៉ុណ្្នឹងបានហើយយើងចូលដល់សាច់រឿងយើងវិញម្ដងផ្ដើមសាច់រឿងមកគឺយើងបានឃើញតួអង្គរបស់យើងភ្ញាក់នៅក្នុងយានអវកាសមួយហើយមិត្តភក្តិរបស់គាត់គឺបានស្លាប់ហើយគាត់ភ្ញាក់មកគឺអត់ដឹងខ្យល់អីទេមិនដឹងថាមានអីកើតឡើងទេដោយសារធម្មតាអ្នកវិទ្យាសាស្ត្រនៅពេលដែលធ្វើដំណើរទៅរកភពណាមួយគឺយើងត្រូវការដេកនៅក្នុងអាម៉ាស៊ីនបកកខ្លួនហ្នឹងដើម្បីនៅពេលយើងទៅដល់អាភពហ្នឹងទៅយើងភ្ញាក់មកយើងអត់ឆាប់ចាស់យល់អត់ដោយសារធ្វើដំណើរពីភពមួយទៅភពមួយគឺវាត្រូវការរយៈពេលយូរអញ្ចឹងដើម្បីរក្សាជីវិតឬមួយក៏រក្សាអាយុជីវិតឲ្យយើងរស់ស៊ីច្រឡំរស់ស៊ីឲ្យយើងរកបានយូរគឺមានតែបកកខ្លួនឯងអញ្ចឹងនៅពេលដែលភ្ញាក់មកហ្នឹងគឺធីងថងអត់ដឹងខ្យល់អីទេអត់ដឹងថាមានរឿងកើតឡើងទេដល់ពេលចឹងទៅតួអង្គហ្នឹងក៏ចាប់ផ្ដើមចងចាំបន្តិចម្ដងហើយបន្ទាប់មកយើងក៏អង្គុយមើល flashback និយាយរួមទៅគឺរឿងហ្នឹងមានយើងអង្គុយមើល flashback ទៅវិញទៅមក flashback នៅក្នុងរឿងហ្នឹងគឺគេធ្វើបានល្អខ្លាំងមែនទែនដោយសារគេបញ្យល់សាច់រឿងឲ្យយើងដឹងដំបូងគេឲ្យយើងឆ្ងល់ថាមិនបានរឿងហ្នឹងកើតឡើងដល់ពេលអញ្ចឹងទៅគេឲ្យយើងទៅមើល flashback ថាមូលហេតុដែលរឿងហ្នឹងកើតឡើងគឺដោយសារតែវាមូលហេតុចេះហើយមូលហេតុហ្នឹងដែលបានធ្វើឲ្យរឿងហ្នឹងវាកើតឡើងសំខាន់គេបញ្យល់យើងឲ្យគេមានសាច់រឿងឲ្យយើងមើលទៀតទោះបីជាអ្នកដែលគាត់អត់ចាប់អារម្មណ៍ជាមួយនឹងវិទ្យាសាស្ត្រឬមួយក៏អ្នកដែលគាត់អត់សូវខ្វល់ជាមួយនឹងវិទ្យាសាស្ត្រក៏គាត់អាចមើលរឿងហ្នឹងយល់បានដែរហើយការបញ្យល់សាច់រឿងរបស់គេហ្នឹងគឺងាយស្រួលយល់ខ្លាំងមែនទែនគេបញ្យល់យើងថាផែនដីយើងកំពុងរស់នៅបច្ចុប្បន្នហ្នឹងគឺចាប់ផ្ដើមស្លាប់ម្ដងតិចដោយសារតែព្រះអាទិត្យនៅក្នុងប្រព័ន្ធ solar system ហ្នឹងត្រូវបាន alien មួយក្រុមស្រូបយកថាមពលហើយអញ្ចឹងទៅដើម្បីទប់ស្កាត់ជាមួយនឹងរឿងហ្នឹងពួកហ្នឹងក៏បានធ្វើដំណើរទៅភពមួយទៀតភពហ្នឹងភពស្អីខ្ញុំភ្លេចបាត់ហើយដើម្បីស្វែងរកវិធីសាស្ត្រក្នុងការប្រយុទ្ធតតាំងជាមួយនឹង alien ហ្នឹងដើម្បីជួយសង្គ្រោះផែនដីឲ្យត្រឡប់មកដូចដើមវិញបើមិនជាពួកហ្នឹងអត់ធ្វើអញ្ចឹងទេតា10 20ឆ្នាំឬក៏30ឆ្នាំប្រហែល100ឆ្នាំទៀតហ្នឹងភពផែនដីគឺនឹងត្រូវវិនិច្ឆ័យហើយតួឯករបស់យើងហ្នឹងគឺជាក្តីសង្ឃឹមចុងក្រោយក្តីសង្ឃឹមចុងក្រោយមានអារម្មណ៍ដូចប្រហែលវិញហើយនៅក្នុងរឿងហ្នឹងគឺយើងអង្គុយមើលតួឯករបស់យើងហ្នឹងធ្វើស្អីនៅក្នុងយានហ្នឹងទៅហើយបន្តមកមានយានដ៏ធំមួយបានធ្វើដំណើរមកដល់យានរបស់តួឯកហ្នឹងហើយយើងបានជួបជាមួយនឹងតួអង្គថ្មីតែតួអង្គថ្មីហ្នឹងមិនមែនជាមនុស្សមកក៏ alien ទេចុះនិយាយ alien ក៏ត្រូវដែរដោយសារតែរូបរាងរបស់វាគឺថ្មដុំថ្មចេះនិយាយហើយគោលដៅរបស់ alien ហ្នឹងគឺវាដូចស្តៀងទៅនឹងតួឯករបស់យើងដែរទេគឺភពរបស់ alien ហ្នឹងវាចាប់ផ្ដើមងាប់ដងតិចដែរអញ្ចឹងទៅនិយាយរួមទៅពីហ្នឹងគឺមាន mission តែមួយគឺជួយពិភពលោកគឺជួយភពរបស់ខ្លួនឯងខ្ញុំនិយាយមកខ្ញុំចូលចិត្តទំនាក់ទំនងរវាងពីរអ្នកតួអង្គហ្នឹងខ្លាំងមែនទែនដំបូងពីរអ្នកហ្នឹងអត់អាចនិយាយគ្នាបានទេដល់ពេលអញ្ចឹងទៅតួឯកក៏បានព្យាយាមសរសេរកូដសរសេរអីទៅដើម្បីឲ្យស្វែងយល់ពីភាសាគ្នាបានហើយកន្លែងហ្នឹងគេចង់បង្ហាញយើងថាទោះបីជាអ្នកដែលយើងធ្វើការជាមួយហ្នឹងមិនមែនពូជសាសន៍ដូចគ្នាក៏ដោយពូជសាសន៍ខុសគ្នាក៏ដោយពណ៌សម្បុរខុសគ្នាក៏ដោយឲ្យតែនិយាយត្រូវគ្នាក៏អាចធ្វើការមួយគ្នាបានហើយអាហ្នឹងគេចង់កុំឲ្យយើងរើសអើងហើយខ្ញុំគិតថាគេធ្វើបានល្អខ្លាំងមែនទែនជាមួយនឹងទំនាក់ទំនងរបស់តួអង្គពីរនាក់ហ្នឹងដោយសារតែឥឡូវយើងគិតមើលអាតួអង្គ alien ហ្នឹងវាគ្រាន់តែជាដុំថ្មមួយវាអត់មានមុខនិយាយទៅដុំថ្មមួយហើយគេសរសេរឲ្យពីរនាក់ហ្នឹងមានទំនាក់ទំនងមួយគ្នាដ៏ល្អមួយនិយាយទៅគេសរសេរសាច់រឿងបានល្អខ្លាំងមែនទែនហើយខ្ញុំអង្គុយមើលរឿងហ្នឹងគឺខ្ញុំអង្គុយញញឹមបណ្ដោយដូចតែក្នុងរឿង Interstellar ដែរអ្វីគ្រប់យ៉ាងដែលកើតឡើងនៅក្នុងរឿងហ្នឹងគឺផ្អែកទៅលើវិទ្យាសាស្ត្របណ្ដោយវាអត់មានសំណាង
ឡើងវាអត់មានថាមពលតួឯកអីទេគឺវិទ្យាសាស្ត្រ 100% ប្រហែលដោយកន្លែងមួយដែលគេធ្វើឲ្យយើងនឹងវាវល់ដល់ពេលសម្រាប់ខ្ញុំគឺខ្ញុំយល់ប្រហែលមូលហេតុដែលគេធ្វើឲ្យវាវល់ហ្នឹងដោយសារគេចង់ឲ្យក្នុងយើងហ្នឹងមានទំនាញដូចភពផែនដីយើងរាល់ថ្ងៃហ្នឹងបើសិនជាភពផែនដីយើងអត់វល់ទេមនុស្សអាចរស់នៅលើភពហ្នឹងបានទេរបស់របរទាំងអស់គឺត្រូវហោះដោយសារតែភពយើងមានអារង្វិលខ្ញាល់ជុំវិញខ្លួនហ្នឹងបានធ្វើឲ្យទំនាញមាននៅលើភពផែនដីហ្នឹងអាចឲ្យមនុស្សយើងរស់នៅបានឲ្យមនុស្សយើងដើរបានរាល់ថ្ងៃហ្នឹងនៅពេលដែលខ្ញុំអង្គុយមើលរឿងហ្នឹងគឺខ្ញុំទីសេរឿងតុងមុនអត់ដឹងទេខ្ញុំមិនដឹងថាបន្តទៅមុខទៀតនឹងមានរឿងអីកើតឡើងទេហើយរយៈពេលប្រហែលម៉ោងដែលខ្ញុំអង្គុយមើលរឿងហ្នឹងមានអារម្មណ៍ថាលឿនបែបហើយសរុបមកវិញចំណុចដែលធ្វើឲ្យរឿងនេះមើលទៅវាល្អមើលគឺតាក់ទងជាមួយនឹងទំនាក់ទំនងរវាងតួអង្គអេលៀនហ្នឹងហើយជាមួយនឹងតួអង្គឯករបស់យើងយេគេសរសេរបានល្អខ្លាំងមែនទែនហើយខ្ញុំអត់ចង់ឲ្យរឿងហ្នឹងឆាប់ចប់ពេកយល់មែនខ្ញុំអត់ចង់បង្ហើបសាច់រឿងច្រើនពេកទេដោយសារខ្ញុំចង់ឲ្យអ្នកទាំងនេះចូលទៅមើលរឿងហ្នឹងខ្លួនឯងល្អមើលខ្លាំងមែនទែនបើសិនជាយើងគិតថាអូចាំរឿងចេញ digital ចាំមើលឬមកក៏ចាំគេសម្រាប់ចាំមើលនឹងតែស្ដាយក្រោយយល់មែនព្រោះទស្សនវិជ្ជានៅក្នុងរឿងហ្នឹងគឺថតបានស្អាតខ្លាំងមែនទែនរបស់ដែលធំគេបង្ហាញមកធំប្រយហើយរបស់ដែលតូចគឺគេបង្ហាញមកតូចប្រយដល់ពេលខ្ញុំអង្គុយមើលរឿងហើយខ្ញុំអង្គុយឆ្ងល់ប្រយតើអត្ថន័យនៃជីវិតរបស់យើងរាល់ថ្ងៃហ្នឹងអីគេណោះយើងខំធ្វើអ្វីគ្រប់យ៉ាងខំរស់ស៊ីខំភ្ញាក់ពីដេកខំទៅធ្វើការចុងក្រោយយើងរស់នៅក្នុងផែនដីមួយដែលវាគ្រាន់តែជាក្របសាច់តូចល្អិតបំផុតនៅក្នុងចក្រវាលហ្នឹងអត់មានតែគេខ្វល់ពីយើងផងហើយដល់ពេលគិតយូរទៅចុយមួយចក្រវាលហ្នឹងអាចមានភេវៈមានជីវិតផ្សេងៗទៀតអត់ណោះឬមួយក៏មានតែលើភពផែនដីយើងមួយដល់ពេលយើងវាមានអារម្មណ៍ថាឯកាយីមែនអញ្ចឹងយោងតាមការថ្លឹងថ្លែងតាំងពីដើមរហូតដល់ចប់មករឿង Project Hall Marie គឺមានទម្ងន់100គីឡូហើយវីដេអូថ្ងៃនេះមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយ